បញ្ញាក្អែកដើមស្លែងគង់ក្មួយផ្ញើមកឲ្យស្លែងគង់បានមុខខ្ទមអ្នកតាទៀតណាស្លែងគង់ហ្នឹងយើងឆ្លាក់ចតុអង្គបានតិចអង្គហ្នឹងប្រភេទឈោអង្គុយក៏បានយើងឆ្លាក់ចុកផ្លោកនឹងដៃបញ្ញាអញ្ចឹងណាហ្នឹងហើយតាមធម្មជាតិវាខ្ញុំស្រឡាញ់ភាគច្រើនតួអង្គស្រឡាញ់តែជាប់ដើមជាប់បកងណាជាប់ផ្លោកចេះជាប់បញ្ញាចឹងទៅវាមានធាតុផ្សំរបស់គេណាខ្ញុំស្រឡាញ់បែបហ្នឹងវិញតែបើបញ្ញាក្អែកសុតធំយើងពិបាករកវែងដែរស្លែងគង់បាននៅមុខខ្ទមអ្នកតាបានប្រាប់គាត់ដែរមុនយោនឹងសុំគេស្រួលបួលកុំចេះយកឆ្កុយណាហើយរបស់កាលណាយើងសុំគេស្រួលបួលវាក្រាន់ស្អាតខាងនេះយើងពុកមេចាស់ណាប៉ុន្តែអីស្រស់ដែរនៅរស់ដែរបានប្រហែលកន្លះខែហើយឡើងក្រៀមហើយពិសេសស្លែងគង់សារតដៃរត់ល្អដៃបញ្ញាប្រភេទដៃបញ្ញាបើយើងយកទៅចោះនេះដៃរត់អញ្ចឹងយកចោះតួអង្គលើអ៊ំមួយនៅខាងដីក្រហមឆ្នាំតាណាដល់ខ្ញុំទៅធ្វើការហ្នឹងគាត់ប្រាប់ខ្ញុំកាលពីជំនាន់សង្គ្រាមជំនាន់មុនណាគាត់បានបញ្ញាក្អែកដើមស្លែងគង់ហ្នឹងបានតែមួយអង្គឯងមានឆ្លាក់តួអង្គទេមកកង់បវៃនេះគាត់ដាក់តាមខ្លួនសុករហូតឥឡូវគាត់ចាស់ហើយជនគាត់ប្រហែលចិត្តជាងដែរកាលខ្ញុំជួបហ្នឹងគាត់មេតាហ៊ានពីដើមណាឥឡូវក៏ដើរស្វែងរកស្លែងគង់យកមកទុកទោះយើងបានធ្វើមន្ត្រីរាជការអីក៏យើងបានទុកទៅខុនគោរពថែរក្សា